ធ្វើការនៅកម្ពស់110 ម៉ែត្រលើអាកាសប្រាក់ខែ$80,000តែប្រថុយជីវិតរាល់ថ្ងៃតើអ្នកហ៊ានធ្វើទេនេះគឺជាការងារដែលគ្រោះថ្នាក់បំផុតនៅក្នុងពិភពលោកពួកគេត្រូវធ្វើការលើបង្គោលដែកដែលមានកម្ពស់110 ម៉ែត្រជារៀងរាល់ថ្ងៃប៉ុន្តែការងារនេះផ្ដល់ប្រាក់ចំណូលរហូតដល់$400ក្នុងមួយថ្ងៃនេះគឺជាទូប៊ីនខ្យល់យក្សរបស់ក្រុមហ៊ុនថាមពលកកើតឡើងវិញនៅប្រទេសប៉ូទុយហ្គាសទូប៊ីននីមួយៗមានកម្ពស់ប្រហែល35ជាន់និងអាចផលិតថាមពលអគ្គិសនីបានប្រហែល 4.8 មេហ្គាវ៉ាត់ក្នុងមួយម៉ោងដែលគ្រប់គ្រាន់សម្រាប់គ្រប់គ្រងផ្ទះចំនួន 5,000 ខ្នងសាដូអាយុ42ឆ្នាំនិងដៃគូរបស់គាត់ជេននីគឺជាវិស្វករមេកានិកទូប៊ីនខ្យល់ដោយសារតម្រូវការថាមពលខ្យល់កើនឡើងយ៉ាងឆាប់រហ័សនៅអឺរ៉ុបការងាររបស់ពួកគេក៏កាន់តែមមាញឹកសាដូប្រើដ្រូនដើម្បីត្រួតពិនិត្យទូប៊ីននៅកម្ពស់ខ្ពស់គាត់អាចត្រួតពិនិត្យទូប៊ីនចំនួន 8 ក្នុងមួយថ្ងៃដែលមានប្រសិទ្ធភាពជាងការត្រួតពិនិត្យដោយដៃដល់ទៅ 8 ដងប៉ុន្តែនៅមានផ្នែកខ្លះដែលត្រូវការមនុស្សឡើងទៅពិនិត្យដោយផ្ទាល់សាដូត្រូវពាក់ស្បែកជើងកវែងនិងស្រោមដៃពិសេសដើម្បីការពារកុំឲ្យឆេះនៅពេលគាត់ចុះមកខាងក្រោមយ៉ាងលឿនគាត់ត្រូវឡើងចន្ទាលដែកប្រហែល 300 កាំដើម្បីទៅដល់កំពូលនៅពេលទៅដល់ខាងលើគាត់ត្រូវត្រួតពិនិត្យស្លាបកង្ហាល់និងម៉ាស៊ីនភ្លើងប្រាក់ខែរបស់អ្នកបច្ចេកទេសទូប៊ីនជាមធ្យមគឺប្រហែល$50,000ប៉ុន្តែដោយសារសាដូធ្វើការនៅកម្ពស់ខ្ពស់និងបណ្ដុះបណ្ដាលអ្នកផ្សេងទៀតប្រាក់ចំណូលរបស់គាត់គឺខ្ពស់ជាងនេះឆ្ងាយណាស់សម្រាប់សាដូការឈរនៅលើកំពូលពិភពលោកគឺជាអត្ថន័យនៃជីវិតតែអ្នកចង់សាកល្បងការងារនេះដែរឬទេកុំភ្លេចខមមិននៅខាងក្រោម